ជាផ្លូវការស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុងរដ្ឋបាលខេត្តកោះកុងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តរយៈចម្ងាយ 4.7 គីឡូម៉ែត្រនិង 7 គីឡូម៉ែត្រដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 24 ខែឧសភា ឆ្នាំ 2026 វេលាម៉ោង 5:30 នាទីព្រឹកនៅទីតាំងបរិវេណស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុងស្ថិតនៅសង្កាត់ស្វាច់មានជ័យក្រុងខេមរៈភូមិន្ទរដ្ឋបាលខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុងសូមគោរពអញ្ជើញឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកអង្គញាអ្នកអង្គញាលោកស្រីអាជីវករនិងសាធារណជនទាំងអស់ចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្តនេះឲ្យបានច្រើនកុះករដើម្បីអបអរសាទរពិធីសម្ពោធស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ